បច្ចុប្បន្នប្រទេសជាតិយើងកំពុងតែបោះជំហានទៅមុខយ៉ាងលឿនរហ័សអាគារខ្ពស់ៗកំពុងតែលេចរូបរាងឡើងទីក្រុងកាន់តែទំនើបសេដ្ឋកិច្ចកាន់តែរីកចម្រើនលើគ្រប់វិស័យប៉ុន្តែយើងធ្លាប់គិតទេថាតើចំណេះដឹងរបស់ប្រជាជនយើងកំពុងតែរីកចម្រើនលូតលាស់លឿនដូចអាគារទាំងនោះដែរឬទេជំរាបសួរពួកយើងគឺជានិស្សិតអាហារូបករណ៍នៃថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអានដែលគាំទ្រដោយក្រសួងប្រៃសណីនិងទូរគមនាគមន៍ព្រមទាំងមូលនិធិសអជាការពិតណាស់ការសិក្សាពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យទន្ទឹមនឹងនោះឧបសគ្គនៃការសិក្សានៅតែជាបញ្ហាចម្បងសម្រាប់អ្នកសិក្សានៅកម្ពុជាបញ្ហានោះគឺសម្រាប់សិស្សនិស្សិតឯកសារភាគច្រើនជាភាសាបរទេសដែលពិបាកសម្រាប់សិស្សដែលខ្សោយភាសាការស្រាវជ្រាវតាមប្រព័ន្ធអនឡាញត្រូវការចំណាយពេលវេលាយូរសិស្សនិស្សិតដែលរវល់ធ្វើការឬរស់នៅតាមបណ្ដាខេត្តមិនមានពេលវេលាគ្រប់គ្រាន់និងឱកាសរៀនសូត្របន្ថែមដើម្បីបង្កើនសមត្ថភាពចំណែកឯគ្រូបង្រៀននិងអ្នកជំនាញដែលមានចំណេះដឹងប៉ុន្តែខ្វះនូវវេទិកាដើម្បីបង្កើតការសិក្សានិងចែករំលែកចំណេះដឹងទៅកាន់មនុស្សគ្រប់គ្នាបន្ទាប់ពីបានពិភាក្សានិងស្វែងរកដំណោះស្រាយរួចមកពួកយើងក៏បានបង្កើតនូវវេទិកាមួយដើម្បីដោះស្រាយនូវបញ្ហាទាំងនេះសូមស្វាគមន៍មកកាន់ VichiLearn គឺជាវេទិកាអប់រំបែប Digital ដែលអាចរៀនបានគ្រប់ពេលវេលាគ្រប់ទីកន្លែងនៅក្នុងគេហទំព័រ VichiLearn មានពីរធំគឺមុខងារសម្រាប់សិស្សនិងមុខងារសម្រាប់គ្រូបង្រៀនមុខងារសម្រាប់សិស្សរួមមានអាចស្វែងរកវគ្គសិក្សាតាមរយៈការ filter អាចមើលព័ត៌មានលម្អិតនៃវគ្គសិក្សាអាចមើលព័ត៌មានលម្អិតរបស់គ្រូបង្រៀនអាចដាក់វគ្គសិក្សាចូលបញ្ជីប្រាថ្នាអាចបញ្ជាទិញវគ្គសិក្សាគ្រប់គ្រងទៅលើការសិក្សាតាមរយៈ dashboard មុខងារសម្រាប់គ្រូបង្រៀនរួមមានអាចបង្កើតវគ្គសិក្សាកំណត់តម្លៃវគ្គសិក្សាមើលវគ្គសិក្សាសរុបដែលបានបង្កើតតាមដានចំនួនសិស្សចុះឈ្មោះក្នុងវគ្គសិក្សាពិនិត្យមើលការវិតម្លៃតាមការសិក្សាបង្កើតជាកម្រងសំណួរពេលបញ្ចប់វគ្គសិក្សាតាមដានពីប្រាក់ចំណូលកំណត់និងកែប្រែព័ត៌មានផ្ទាល់ខ្លួនសូមអ្នកទស្សនាទាំងអស់គ្នាមកមើលនៅការ demo គេហទំព័ររបស់ពួកយើងដូចតទៅនេះជា landing page នៃគេហទំព័រ VichiLearn ចំពោះ user ដែលមិនមាន account ក៏អាចមើល feature មួយចំនួននៅក្នុង page នេះបានផងដែរប៉ុន្តែ user មិនអាចចូលទៅចុះឈ្មោះឬក៏បញ្ជាទិញវគ្គសិក្សាទាំងនោះបានទេគឺតម្រូវឲ្យ user មាន account មួយជាមុនសិនដើម្បីងាយស្រួលនៅក្នុងការបញ្ជាទិញវគ្គសិក្សាដែលពួកយើងមាន user អាចចូលទៅបង្កើត account និងបំពេញព័ត៌មានមួយចំនួនដែលមាននៅក្នុង form នៅក្នុងករណីដែល user មាន account រួចហើយប៉ុន្តែភ្លេចលេខសម្ងាត់ user អាចคลิกទៅលើពាក្យ forget password ដើម្បី verify លេខកូដ OTP ជាមួយនឹង email ហើយនឹងចាប់ផ្ដើមកំណត់លេខសម្ងាត់ថ្មីដើម្បីមានសិទ្ធិនៅក្នុងការបញ្ជាទិញខុសដើម្បីរៀនបាន user ត្រូវធ្វើការចូលឈ្មោះដើម្បីបង្កើតគណនីជាសិស្សរួចបំពេញនូវព័ត៌មានមួយចំនួនដូចជាកូដនីបនាមខ្លួនភេទថ្ងៃខែឆ្នាំកំណើត email លេខទូរស័ព្ទហើយធ្វើការចុះឈ្មោះនិងធ្វើការ log in ជាមួយនឹង email ព្រមទាំងលេខសម្ងាត់ផងដែរបន្ទាប់ពីធ្វើការ log in រួចមកយើងនឹងចូលមកកាន់ student dashboard ដែលបង្ហាញនូវព័ត៌មានជាច្រើនចំពោះទំព័រដើមបង្ហាញពីព័ត៌មាននៃការសិក្សាទូទៅចំពោះវគ្គសិក្សារបស់ខ្ញុំបង្ហាញពីព័ត៌មានវគ្គសិក្សាទាំងអស់វគ្គសិក្សាកំពុងដំណើរការនិងវគ្គសិក្សាបានបញ្ចប់ចំពោះបញ្ជីប្រាថ្នាបង្ហាញពីវគ្គសិក្សាដែលអ្នកបានចូលចិត្តវិញ្ញាបនបត្របង្ហាញពីវគ្គសិក្សាដែលអ្នកបានបញ្ចប់ហើយលោកអ្នកក៏អាចមើលវិញ្ញាបនបត្រដែលបានបញ្ចប់ការជូនដំណឹងបង្ហាញពីការជូនដំណឹងនៃការសិក្សាការកំណត់បង្ហាញពីព័ត៌មានប្រវត្តិរូបហើយយើងក៏អាចកែប្រែព័ត៌មានបានផងដែរចំពោះគណនីយើងអាចធ្វើការផ្លាស់ប្ដូរនៅពាក្យសម្ងាត់បានដោយគ្រាន់តែបញ្ចូលនៅពាក្យសម្ងាត់បច្ចុប្បន្នពាក្យសម្ងាត់ថ្មីនិងបញ្ជាក់ពាក្យសម្ងាត់ថ្មីឯកជនភាពបង្ហាញពីការកំណត់ឯកជនភាពនៅលើ profile យើងក៏អាចធ្វើការផ្លាស់ប្ដូរ profile និងលុបរូបភាពបានផងដែរនៅពេលคลิกចាក់ចេញនឹងបង្ហាញពីការចាក់ចេញទៅទំព័រដើម dashboard ឬក៏ទំព័រដើមនៃខុសនៅក្នុងទំព័រដើមបង្ហាញពីព័ត៌មានសំខាន់ៗនៃការសិក្សាវគ្គសិក្សាបង្ហាញពីប្រភេទវគ្គសិក្សាវគ្គសិក្សាដែលពេញនិយមវគ្គសិក្សាដែលល្បីៗគ្រូបង្រៀនដែលមានបទពិសោធន៍4ជំហានសាមញ្ញដើម្បីក្លាយទៅជាគ្រូបង្រៀន
និងគ្រូបង្រៀនឆ្នើមហើយ user ក៏អាចមើលព័ត៌មានលម្អិតរបស់គ្រូបានផងដែរហើយ user ក៏អាចស្វែងរកខុសទៅតាមប្រភេទខុសនីមួយៗបានផងដែរ user ក៏អាច filter ទៅតាមប្រភេទនៃវគ្គសិក្សាគ្រូបង្រៀនតម្លៃសិក្សាកម្រិតនៃវគ្គសិក្សានិងការវាយតម្លៃផងដែរ user ក៏អាចចូលទៅមើលព័ត៌មានលម្អិតនៃការសិក្សាហើយ user ក៏អាចធ្វើការបន្ថែមទៅក្នុងរទេះឬក៏ធ្វើការទិញនៅលើនេះហើយ user ត្រូវការបំពេញនូវព័ត៌មានមួយចំនួនដើម្បីធ្វើការបញ្ជាទិញហើយ user ក៏អាចជ្រើសរើសមធ្យោបាយបង់ប្រាក់ដែលមានដូចជាកាតធនាគារនិង QR code បន្ទាប់ពីបង់លុយរួច user អាចចូលមករៀនមេរៀននីមួយៗនៃខុសដែលមានដូចជាមេរៀននិងវីដេអូផ្សេងៗផងដែរនៅក្នុងទំព័រឯកសារ user អាចសិក្សាស្រាវជ្រាវស្វែងរកឯកសារដែលទាក់ទងជាមួយនឹងមេរៀនភ្លេចមើលលម្អិតដើម្បីមើលព័ត៌មានលម្អិតនៃមេរៀនហើយ user ក៏អាចធ្វើការអានហើយអាចធ្វើការទាញយកជា PDF បានផងដែរខាងក្រោមនេះបង្ហាញពីអត្ថបទថ្មីៗនៃប្លុកមកដល់ផ្នែកនេះបង្ហាញពីចូលចិត្តកន្ត្រកនិងសេចក្តីជូនដំណឹងផ្នែកទី1គឺផ្នែកចូលចិត្តបង្ហាញពីវគ្គសិក្សាដែលយើងបានចូលចិត្តផ្នែកទី2គឺកន្ត្រកបង្ហាញពីចំនួននៃវគ្គសិក្សាដែលបានដាក់ចូលទៅក្នុងកន្ត្រកនិងចុងក្រោយការជូនដំណឹងបង្ហាញពីព័ត៌មានថ្មីៗទាក់ទងនឹងគណនីរបស់ user នៅក្នុង profile user អាចចូលទៅកាន់គណនី dashboard ការកំណត់និងចាក់ចេញដើម្បីមានសិទ្ធិនៅក្នុងការបង្កើតខុស user ត្រូវធ្វើការចុះឈ្មោះធ្វើជាគ្រូបង្រៀនហើយធ្វើការចុះឈ្មោះបន្ទាប់មកធ្វើការ log in នៅក្នុងទំព័រដើមបង្ហាញពីព័ត៌មានទូទៅនៃវគ្គសិក្សាដែលបានបង្រៀនវគ្គសិក្សារបស់ខ្ញុំដើម្បីអាចបង្កើតវគ្គសិក្សាបាន user ត្រូវធ្វើការបំពេញចំណងជើងនៃវគ្គសិក្សាការពិពណ៌នាប្រភេទនៃវគ្គសិក្សាកម្រិតនៃវគ្គសិក្សានិងคลิกទៅបន្ទាប់ទៀត user អាចដាក់រូបភាពសម្រាប់វគ្គសិក្សាឬ link វីដេអូណែនាំបន្ទាប់មកទៀត user អាចធ្វើការបង្កើតមេរៀនដោយ select នៅប្រភេទមេរៀនចំណងជើងទីតាការលម្អិតនៃមេរៀនហើយ user ក៏អាចធ្វើការកែប្រែមេរៀននិងលុបមេរៀនបានផងដែរបន្ទាប់មកទៀត user អាចដាក់តម្លៃនៃវគ្គសិក្សាការបញ្ចូលតម្លៃឬវគ្គសិក្សាដែលឥតគិតថ្លៃ user អាចធ្វើការដាក់ស្នើបានគ្រប់គ្រងវិញ្ញាបនបត្រ user ក៏អាចចេញវិញ្ញាបនបត្រដល់សិស្សដែលរៀនបញ្ចប់វគ្គបានផងដែរដោយគ្រាន់តែជ្រើសរើសឈ្មោះសិស្សជ្រើសរើសវគ្គសិក្សាដែលបានបញ្ចប់និងថ្ងៃបញ្ចប់នៃការសិក្សា user ក៏អាចមើលការវាយតម្លៃពីសិស្សបានផងដែរនៅក្នុងប្រាក់ចំណូលបង្ហាញពីប្រាក់ចំណូលសរុបចំណូលខែនេះសរុបនិងតុល្យភាពព្រមទាំងមានក្រាបនៃប្រាក់ចំណូលផងដែរខាងក្រោមនេះបង្ហាញពីការបញ្ជាទិញវគ្គសិក្សាពីសិស្សការជូនដំណឹងបង្ហាញពីសិស្សចូលរៀនការវាយតម្លៃឬផ្សេងទៀតនៅក្នុងការកំណត់មានផ្នែកប្រវត្តិរូបដែលបង្ហាញអំពីព័ត៌មានប្រវត្តិរូបហើយ user ក៏អាចធ្វើការកែប្រែព័ត៌មានបានផងដែរផ្នែកគណនីបង្ហាញអំពីការផ្លាស់ប្ដូរពាក្យសម្ងាត់និងគ្រប់គ្រងគណនីដោយ user អាចធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ផ្នែកបន្ទាប់ឯកជនភាពបង្ហាញពីការកំណត់ឯកជនភាពនិងចុងក្រោយចាក់ចេញ user ក៏អាចធ្វើការចាក់ចេញទៅទំព័រដើមនៃ dashboard ឬក៏ទំព័រដើមនៃ home page អាចធ្វើការទម្លាក់ទំនងមកពួកយើងដោយគ្រាន់តែបំពេញនូវព័ត៌មានមួយចំនួនរួចចុចផ្ញើជាការស្រេចនៅក្នុងទំព័រអំពីយើងហេតុអ្វីបានជាគេហទំព័រវិទ្យាលឿនបង្កើតឡើងនៅពេលបច្ចុប្បន្ននេះជាសម័យកាលបច្ចេកវិទ្យាការអប់រំក៏គួរតែអភិវឌ្ឍទៅតាមនោះដែរដោយមើលឃើញពីភាពសំខាន់នេះទើបយើងបានបង្កើតគេហទំព័រវិទ្យាលឿនដើម្បីសម្រួលដល់ការគ្រប់គ្រងការសិក្សារបស់សិស្សានុសិស្សឲ្យមានប្រសិទ្ធភាព
ជាកិច្ចចុងក្រោយពួកយើងសូមថ្លែងអំណរគុណដល់ក្រសួងប្រៃសណីនិងទូរគមនាគមន៍ព្រមទាំងមូលនិធិសអដែលបានផ្តល់អាហារូបករណ៍ជាច្រើនសម្រាប់ឲ្យសិស្សានុសិស្សបានអភិវឌ្ឍជំនាញរបស់ខ្លួននិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលបច្ចេកវិទ្យាអានដែលបានរៀបចំថ្នាក់អាហារូបករណ៍នេះមកបានយ៉ាងល្អនិងប្រកបដោយគុណភាពហើយយើងខ្ញុំក៏សូមធ្វើការដឹងគុណទៅដល់លោកគ្រូអ្នកគ្រូនិងបងមែនតើទាំងអស់ដែលបានយកចិត្តទុកដាក់ព្រមទាំងបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការបង្ហាត់បង្រៀនដែលជាដំបូន្មានល្អៗនៅក្នុងការសិក្សាដល់យើងខ្ញុំទាំងអស់គ្នាជាចុងបញ្ចប់ពួកយើងសូមធ្វើការបដិញ្ញាចិត្តថានឹងខិតខំពង្រឹងសមត្ថភាពនិងជំនាញរបស់ខ្លួនដើម្បីយកទៅអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន